សួស្តីបងប្អូនថ្នាក់ទី8ទាំងអស់គ្នាចឹងថ្ងៃនេះលោកគ្រូមានវីដេអូទាក់ទងទៅនឹងការគណនាការ៉េនៃមួយចំនួនណាបាទចឹងយើងមើលទៅលើរូបមន្តដែលយើងត្រូវគណនាទៅចឹងរូបមន្តគឺយើងមាន a បូក b លើកជាការ៉េបាទស្មើទៅនឹង a ការ៉េបូក 2ab បូកឲ្យ b ការ៉េហើយរូបមន្តទី2ហ្នឹងគឺ a ដក b លើកជាការ៉េស្មើនឹង a ការ៉េដក 2ab បូកឲ្យ b ការ៉េណាបាទអញ្ចឹងកុំឲ្យកាត់ពេលយូរឥឡូវយើងមើលទៅលើលំហាត់របស់យើងអញ្ចឹងលំហាត់គេឲ្យ15ការ៉េណាអញ្ចឹងបើកាលណាគេឲ្យ15ការ៉េអញ្ចឹងយើងអត់អាចគណនាទៅលើចំពោះករណីដែលគេឲ្យយើងគណនាការ៉េណាបាទការ៉េនៃចំនួនគត់ហ្នឹងអាហ្នឹងគឺយើងអាចប្រើតាមហ្នឹងទេដោយសារហ្នឹងគេឲ្យយើងគណនាតាមរូបមន្តណាបាទតាមរូបមន្តនៃសមភាពសំខាន់ដែលយើងបានរៀនណាបាទអញ្ចឹងអានេះអត់មានអីពិបាកទេបាទអញ្ចឹងក៏គេឲ្យ15ការ៉េអញ្ចឹងគេឲ្យ15ការ៉េហ្នឹងបងអូនត្រូវបំលែងបែបណាឲ្យវាចូលជាទម្រង់ a បូក b ក៏បានបាទ a ដក b ក៏បានដែរណាបាទអញ្ចឹងយើងចូលមួយណាក៏បានដែរអាហ្នឹងណាអញ្ចឹងយើងមើល15ការ៉េអញ្ចឹង15ការ៉េហ្នឹងគ្រូអាចសរសេរបានបាទ10បូក5លើកជាការ៉េអញ្ចឹងសំណួរសួរថាតើគ្រូអាចសរសេរ20ដក5បានអត់បាទគឺប្រកាសជាបានណាអញ្ចឹងយើងអាចសរសេរ20ដក5ក៏បានដែរណាបាទអាហ្នឹងវាមិនជាខុសទេបាទព្រោះថារូបមន្តយើងមាន2យើងចូលមួយណាក៏បានដែរណាបាទអញ្ចឹងយើងបាន10បូក5បាទលើកជាការ៉េហើយអញ្ចឹងយើងមើលតើវាចូលរូបមន្តមួយណាណាអញ្ចឹងយើងឃើញថានេះបាទវាចូលរូបមន្ត a បូក b លើកជាការ៉េអញ្ចឹងយើងមើល a យើងបានអញ្ចឹង a យើង5អសំទោស a យើងបាន a យើង10 b យើងបានបាទ b យើង5អញ្ចឹងយើងមើល a បូក b លើកជាការ៉េស្មើនឹង a ការ៉េបាទនេះ a ការ៉េបូក 2ab ហើយបូកឲ្យ b ការ៉េអញ្ចឹងយើងដាក់វាមកអញ្ចឹង a យើងបាន a យើង10អញ្ចឹង10ហើយគឺ10ការ៉េហើយបូកបាទបូកនេះយើងបូកមក2មេ2យើងទុកនៅដដែលមកមេគុណរបស់វាហើយ a យើងមិនបាន10គុណជាមួយនឹង b យើងបានបាទ5ហើយបូកជាមួយនឹង b ការ៉េអញ្ចឹង b យើង5អញ្ចឹងយើងបាន5ការ៉េបាទអញ្ចឹងយើងស្មើមកក្រមកបាទអញ្ចឹងយើងមើល10ការ៉េអញ្ចឹង10ការ៉េស្មើបានអញ្ចឹង10ការ៉េស្មើនឹង100អញ្ចឹងយើងសញ្ញាបូកទុកនៅដដែលអញ្ចឹង2គុណ10 20គុណនឹង5ស្មើនឹង1បាទ100ណាហើយយើងបូកជាមួយនឹងប៉ុន្មាន5ការ៉េប៉ុន្មានបាទគឺ25បាទបន្តទៅមកយើងគណនាវាមកបាទយើងគណនាវាមកអញ្ចឹង100បូក10អត់សំទោស100បូក100 200បូកនឹង25បានបាទគឺស្មើនឹង200បាទ25បាទនេះជាចម្លើយបាទអញ្ចឹងយើងឃើញថា15ការ៉េស្មើនឹង220 25ណាបាទនេះ1ណាចំពោះលំហាត់ទី2បាទ39ការ៉េឥឡូវយើងមើល39ការ៉េអញ្ចឹងតើយើងគួរសរសេរវារបៀបម៉េចអញ្ចឹងដូចគ្រូថាអញ្ចឹងយើងធ្វើតាម a បូក b ក៏បាន a ដក b ក៏បានណាអញ្ចឹង39ការ៉េយើងគិតមើលបើសិនជាគ្រូសរសេរបែបនេះបានអត់អញ្ចឹងគ្រូគិតថាបើសិនជាគ្រូយកបាទ40ដកនឹង1លើកជាការ៉េអញ្ចឹងបានទេបាទពីព្រោះថា40ដក1គឺវាស្មើនឹង35 9ណាបាទអញ្ចឹងយើងឃើញថាវាស្មើនឹង39ការ៉េអញ្ចឹងយើងឃើញថារូបលំហាត់របស់យើងគឺចូលរូបមន្ត a ដក b លើកជាការ៉េណាបាទអញ្ចឹងបើចូលរូបមន្តហ្នឹងហើយយើងអនុវត្តវាមក a យើងបាន a យើង40អញ្ចឹងយើងបាន40ការ៉េបាទដកអញ្ចឹង2មេគុណវាទុកនៅដដែលហើយយើងគុណមក a b យើង a យើងបាន40ហើយគុណជាមួយនឹង b យើង1អញ្ចឹងបូកជាមួយនឹង b ការ៉េ b យើង1យើងបាន1ការ៉េបាទអញ្ចឹងស្មើមកអញ្ចឹង40ការ៉េបានបាទអញ្ចឹង40ការ៉េគឺយើងបានប៉ុន្មាន40ការ៉េបាទ40ការ៉េគឺយើងបានបាទ1600មែនទេបាទដកជាមួយនឹងប៉ុន្មានគឺយើងយកវាគុណមកពី40ដងវាបាន80គុណ1គឺយើងបាន80ដដែលបាទ1យើងបាន1
Cái mùi cái mà nắng mà mùi nè bà và tớ mỗi dương kiện niềm máu bàn mà bướn pram rối mà thấy mùi và chia trong lời nè bàn chẳng này cứ chia bịp này cả kiện này cái này mùi dùng nón rồi pra rùa món xong phép xong khăn nè bà chẳng cầm thả pôn đằng chua nè bà pi bịp bằng ca kiện này tớ lỡ và phết hát đời pra rùa mónแบบนี้นะbà con